ទស្សនិកជនជាទីគោរពរោងចក្រផលិតសម្បកកង់រថយន្តថ្មីមួយទៀតនៅក្នុងស្រុកចន្ទ្រាដាក់ឲ្យដំណើរការជាផ្លូវការក្រោយសាងសង់រយៈពេល1ឆ្នាំជាមួយនឹងទុនវិនិយោគជាង$300 លានព្រមទាំងផ្ដល់ឱកាសការងារជាង600កន្លែងរោងចក្រផលិតសម្បកកង់រថយន្តថ្មីមួយទៀតនៅកម្ពុជាត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃច័ន្ទទី12ខែមករាឆ្នាំ2026នេះបន្ទាប់ពីដំណើរការសាងសង់រយៈពេល1ឆ្នាំរោងចក្រផលិតសម្បកកង់រថយន្តវិនិយោគដោយក្រុមហ៊ុន Vanli Tire របស់ចិនជាមួយទុនដំណាក់កាលដំបូងជិត$300 លាននិងផ្ដល់ការងារដល់ពលរដ្ឋកម្ពុជាជាង600កន្លែងរោងចក្រផលិតសម្បកកង់រថយន្តទី7នៅកម្ពុជានេះមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិតក្នុងស្រុកចន្ទ្រាខេត្តស្វាយរៀងលាតសន្ធឹងលើផ្ទៃដីប្រមាណ32ហិកតាពិធីសម្ពោធនៅសមិទ្ធផលបង្ហាញពីវឌ្ឍនភាពដ៏ល្អប្រសើរលើការវិនិយោគនៅកម្ពុជានេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុនចន្ទថុលអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោកសសុដានីអភិបាលរងខេត្តស្វាយរៀងថ្នាក់ដឹកនាំក្រុមហ៊ុនថ្នាក់ដឹកនាំមន្ត្រីរាជការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាថ្នាក់ដឹកនាំមន្ត្រីរាជការខេត្តស្វាយរៀងភ្ញៀវកិត្តិយសនិងបុគ្គលិកកម្មករនិយោជិតរបស់ក្រុមហ៊ុនជាច្រើនរូបទៀតការគៀវិនិយោគបរទេសចូលមកដាក់ទុនវិនិយោគនៅកម្ពុជាគឺជាគោលដៅដ៏ធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងនីតិកាលកន្លងទៅដឹកនាំដោយសម្ដេចតេជោហ៊ុនសែននិងក្នុងនីតិកាលទី7ដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតការវិនិយោគរបស់ក្រុមហ៊ុន Vanli Tire ជាផ្លែផ្កាកើតចេញពីគោលនយោបាយទាក់ទាញការវិនិយោគរបស់រាជរដ្ឋាភិបាលជាពិសេសដំណើរការគូសទ្វារវិនិយោគរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុនចន្ទថុលកាលពីខែតុលាឆ្នាំ2023ក្នុងបេសកកម្មនោះឯកឧត្តមសុនចន្ទថុលបានជួបជាមួយលោកជីនគួនជូនប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកងជ័យ Industrial Investment Holding Group និងបានទស្សនកិច្ចដោយផ្ទាល់នៅរោងចក្រ Vanli Tire នៅទីក្រុងខ្វាងជ័យប្រទេសចិនរយៈពេល1ឆ្នាំក្រោយដំណើរបេសកកម្មនោះក្រុមហ៊ុនចាប់ផ្ដើមវិនិយោគនិងសាងសង់រោងចក្រហើយ1ឆ្នាំបន្ទាប់រោងចក្រចាប់ផ្ដើមដំណើរការនេះជាដំណើរការវិនិយោគដ៏លឿនរហ័សនិងបង្ហាញឲ្យឃើញពីជំនឿចិត្តដ៏មុតមមរបស់ក្រុមហ៊ុនសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុនចន្ទថុលបានសម្ដែងការសាទរចំពោះការសម្ពោធជាផ្លូវការនៅរោងចក្រនិងបានចាត់ទុកការវិនិយោគរបស់ក្រុមហ៊ុនគឺជាការជឿទុកចិត្តចំពោះបរិយាកាសវិនិយោគស្ថានភាពទីផ្សារនិងស្ថិរភាពនយោបាយនៅកម្ពុជាក្រុមហ៊ុន Vanli Tire គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ចិនផលិតសម្បកកង់ម៉ាកល្បីៗដូចជា Vanli, Milever, Sunny, Aptani, Diamond សម្រាប់នាំចេញទៅកាន់ទីផ្សារច្រើនលើពិភពលោកការវិនិយោគនៅកម្ពុជាគឺជារោងចក្រក្រៅប្រទេសលើកដំបូងរបស់ក្រុមហ៊ុនចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនបំពាក់ដោយប្រព័ន្ធស្វ័យប្រវត្តិកម្មនិងបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មនិងបច្ចេកវិទ្យាខ្ពស់ឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសរដ្ឋបាលខេត្តស្វាយរៀងយកចិត្តទុកដាក់ថែទាំឲ្យបានល្អចំពោះការវិនិយោគរបស់ក្រុមហ៊ុនហើយឯកឧត្តមក៏បានប្រកាសបដិញ្ញាជួយជ្រោមជ្រែងក្រុមហ៊ុនឲ្យទទួលបានការរីកចម្រើនលើការវិនិយោគរបស់ពួកគេនៅកម្ពុជាលោកជីងគួនជុនបានឲ្យដឹងថារោងចក្រនៅកម្ពុជាដែលសម្ពោធដាក់ឲ្យដំណើរការនេះមានសមត្ថភាពផលិតសម្បកកង់បានប្រមាណ6លានសម្បកក្នុងមួយឆ្នាំសម្រាប់ដំណាក់កាលដំបូងហើយបានរហូតដល់12លានសម្បកនៅពេលរោងចក្រដំណើរការបានពេញលេញនៅចុងឆ្នាំ2026នេះឯកឧត្តមនឹងប្រឹងប្រែងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មនៅកម្ពុជាហើយមូលដ្ឋាននៅកម្ពុជាដើម្បីផលិតនិងចែកចាយនៅតំបន់អាស៊ានក៏ដូចជាលើពិភពលោកការវិនិយោគរបស់បរទេសជាពរជ័យដ៏វិសាលវិសាលសម្រាប់សេដ្ឋកិច្ចកម្ពុជាផ្ដល់ឱកាសការងារលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនិងផ្ដល់ជំនាញផងដែរលោកហូយ៉ុងហ្វាងអនុប្រធាននិងជាអគ្គនាយកក្រុមហ៊ុន Vanli Tire បានមានប្រសាសន៍ថាការដាក់ឲ្យដំណើរការផលិតនៃដំណាក់កាលទី1មូលដ្ឋាន Vanli Tire នៅកម្ពុជាគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រសកលភាវូបនីយកម្មរបស់ក្រុមហ៊ុនចាប់តាំងពីការបើកការដ្ឋានសាងសង់នៅក្នុងខែមករាឆ្នាំ2025មូលដ្ឋាននេះប្រើពេលត្រឹមតែ288ថ្ងៃប៉ុណ្ណោះដើម្បីផលិតកង់រថយន្តដែលមានគុណភាពខ្ពស់ដំបូងចេញពីខ្សែផលិតកម្មបង្កើតកំណត់ត្រាថ្មីសម្រាប់ការសាងសង់មូលដ្ឋាននៅក្រៅប្រទេសក្នុងវិស័យឧស្សាហកម្មនិងសម្រេចបានយ៉ាងឆាប់រហ័សនៅសមត្ថភាពផលិតទ្រង់ទ្រាយធំនឹងការនាំចេញនៅពេលអនាគតមូលដ្ឋាននេះមានសមត្ថភាពផលិត12លានកង់ក្នុងមួយឆ្នាំដែលរួមជាមួយអត្ថប្រយោជន៍ភូមិសាស្ត្រដែលអាចបញ្ចេញឥទ្ធិពលទៅអាស៊ីអាគ្នេយ៍និងតភ្ជាប់ទៅពិភពលោកដើម្បីបង្កើតការបំពេញបន្ថែមសមត្ថភាពជាមួយមូលដ្ឋានក្នុងប្រទេសចិន
ផ្ដល់ការឆ្លើយតបការបញ្ជាទិញឲ្យកាន់តែមានប្រសិទ្ធភាពការធានាខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែមានស្ថិរភាពនិងសេវាកម្មផលិតផលដែលមានគុណភាពខ្ពស់ជូនអតិថិជនទូទាំងពិភពលោកសូមបញ្ជាក់ថាកម្ពុជាទើបនឹងមានការវិនិយោគផលិតសម្បកកង់រថយន្តសម្រាប់នាំចេញក្នុងរយៈពេលប្រមាណ5ឆ្នាំចុងក្រោយនេះបច្ចុប្បន្នកម្ពុជាមានរោងចក្រចំនួន7កំពុងផលិតសម្បកកង់រថយន្តនាំទៅកាន់ទីផ្សារអន្តរជាតិឆ្នាំ2025កម្ពុជាផលិតនិងនាំចេញបានសម្បកកង់រថយន្តចំនួន31លានសម្បកស្មើនឹងទឹកប្រាក់ប្រមាណ $1,385 លានអាមេរិក។